បើកើតជំងឺសិកមាន់ណាមានរោគសញ្ញាបែបណាខ្លះជំងឺសិកមាន់គឺជាជំងឺកាមរោគឆ្លងដែលបង្កដោយមេរោគ HPV ហើយមានរោគសញ្ញាជាការដោះដុំសាច់មកលក្ខណៈដូចកញ្ជុំផ្កាកាត់ណាលក្ខណៈខ្លែបក្រូចលក្ខណៈដូចរឹសពងបែកឆ្មេតូចភាគច្រើនកើតទៅនឹងប្រភេទហើយនឹងរន្ធគូតភាគច្រើនក្នុងដំណាក់កាលដំបូងគឺអត់សូវមានចេញរោគសញ្ញាអីច្រើនទេភាគច្រើនចាប់ដើមឡើងមកតូចឆ្មេទេប៉ុន្តែនៅពេលដែលបងប្អូនទុកយូរកាន់តែរាលដាលច្រើនទៅចាប់ដើមស្ត្រីមានការធ្លាក់សចាប់ដើមមានការស្ងួតការលំមាស់បងបរោះវិញចាប់ដើមនោមមកក្តៅនោមកាហាយមានការហូរខ្ទុះអញ្ចឹងបើសិនជាមានបញ្ហាបែបហ្នឹងបងប្អូនធ្លាប់ទទួលការដោះស្រាយច្រើនដូចជាការដុតការកាត់ប្រើប្រាស់ថ្នាំលាបប៉ុន្តែបញ្ហាត្រឡប់កើតម្ដងទៀតបងកុំបារម្ភអ្នកគ្រូណែនាំឲ្យបងប្អូនប្រើជាមួយ Fimi នេះគឺល្អខ្លាំងមែនទែនព្រោះវាជាផលិតផលធម្មជាតិពេលដែលបងញ៉ាំទៅសាច់ដែលវាដុះមកគឺវារួមស្វិតជ្រុះចេញស្អាតតែម្ដងអញ្ចឹងបើសិនជាចង់បាត់សិមាន់អាច add មកតាម Telegram ឬក៏អាចឆាតទៅកាន់ Page ដើម្បីទទួលការប្រឹក្សាសុខភាពឲ្យច្បាស់និងរក្សាការសម្ងាត់ជូនផងដែរ